នេះថ្ងៃនេះបានធ្វើដំណើរទៅទៀតហើយកាត់ស្រែកាត់ចម្ការគេនៅខាងថ្មធំបាទនេះគឺជាវាលដែលគេខ្វៀលគោបាទហើយនេះគឺជាវាលស្រែបាទខាងមុខនោះហើយគឺជាប្រាសាទគេហៅថាប្រាសាទធ្មុំពាំងបាទនៅផែនទីដាក់ប្រាសាទធ្មុំពាំងបាទមិនដឹងថាប្រាសាទហ្នឹងវាស្រស់ស្អាតហើយល្អប៉ុណ្ណាទេព្រោះខ្ញុំអត់ដែលស្គាល់ទើបតែមកថ្ងៃនេះហើយក៏នាំពុកម៉ែបងប្អូនទៅទស្សនាប្រាសាទបុរាណខ្មែរទាំងអស់គ្នាបាទដើម្បីបានឃើញជាក់ថាតើប្រាសាទយើងនេះវាល្អអស្ចារ្យប៉ុណ្ណាហើយមានរូបរាងដូចប្រតិដែរបាទពុកម៉ែបងប្អូនបាទទាំងអស់គ្នាបាទនេះគឺខ្ញុំដើរកាត់រងដំឡូងបាទស្រែចម្ការដែលគេដាំដំឡូងបាទអត់ស្គាល់ផ្លូវតាមណាដែលចូលទៅដល់ប្រាសាទទេមានតែកាត់ស្រែចម្ការគេបាទគឺនៅខាងមុខនេះឯងគឺព្រៃដែលមានដើមឈើបាទដោយសារទីទួលប្រាសាទទៅអត់មានអ្នកដែលគេកាប់គោះកកាយធ្វើចម្ការទេបាទនេះគឺជាថ្មបាទបវេនឬក៏យ៉ាងថាលបងសាមញ្ញបាទខ្ញុំអត់ដឹងថាហៅមិនដែរបាទក្នុងបវេនប្រាសាទបាទមើលទៅប្រាសាទនេះនៅមានដុំសិលាកន្លែងខ្លះបាទគ្រឹះល្អដែរហើយកន្លែងខ្លះក៏បាក់បែកបាទមិននៅល្អទេបាទយើងទស្សនាទាំងអស់គ្នាបាទខ្ញុំក៏មិនដឹងថារៀបរាប់ជូនពុកម៉ែបងប្អូនយ៉ាងម៉េចដែរមានតែយើងទស្សនាទាំងអស់គ្នាបាទគឺក្បោកក្បាច់រចនាចម្លាក់លើថ្មសិលាហើយនៅទីនេះបាទសម្បូរទៅដើមវល្លិហើយវល្លិខ្លះវល្លិដែកវល្លិដំឡូងបាទហើយខ្លះក៏ជាប្រភេទរុក្ខជាតិមួយដែលយើងដែលហៅថាពពួកម្លូបាទពពួកម្លូព្រៃបាទពួករុក្ខជាតិហ្នឹងក៏យើងអាចដាំលម្អផ្ទះបាទស្រស់ស្អាតដែរហើយក៏មានវល្លិដំឡូងខ្លះក៏មានផ្កាបាទមើលទៅស្រស់ស្អាតហើយសម្បូរទៅដោយវល្លិដែលបាទរុំព័ទ្ធដើមឈើហើយនេះក៏សម្បូរវល្លិដំឡូងបាទដែលមានបន្លាបាទវត្តដំឡូងភេទនេះខ្ញុំអត់ស្គាល់ដែរប៉ុន្តែបើយើងដើរតាក់អីដឹងតែដាច់ចេញឈាមហើយបាទនេះគឺជាប្រាសាទបាទយើងមើលទាំងអស់គ្នាបាទពិតជាអស្ចារ្យហើយស្រស់ស្អាតណាស់ប៉ុន្តែវាមិនបានល្អ100%ទេបាទនេះគឺជាបាទដើមឈើដែលដុះសង្កត់លើសិលាប្រាសាទបាទ